បាទស្វាគមន៍គ្នាយើងមកកាន់វីដេអូទី1នៃការរៀនវិញ្ញាសាត្រៀមប្រឡងបាក់ឌុបឆ្នាំ2025លើមុខវិជ្ជាប្រវត្តិវិទ្យាបើសម្រាប់ការរៀនវិញ្ញាសានេះដែរគឺយើងអាចរៀនបានទាំងពីរទាំងវិទ្យាសាស្ត្រពិតទាំងវិទ្យាសាស្ត្រសង្គមពេលនេះយើងចាប់តាមចូលសំណួររបស់យើងទាំងអស់គ្នានេះគឺជាសំណួរសម្រាំងទាំង5ដែលមានភាគរយនៅក្នុងការប្រឡងអាចនឹងចេញសំណួរទី1តើរដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុកើតឡើងនៅឆ្នាំណាសំណួរទី2តើការទទួលបានឯករាជ្យរបស់កម្ពុជានៅឆ្នាំ1953មានអត្ថន័យយ៉ាងដូចម្តេចចំពោះកម្ពុជាសំណួរទី3ចូលពណ៌នាពីមូលហេតុដែលកម្ពុជាសម្រេចចិត្តទទួលយកអាណានិគមនិយមបារាំងសំណួរទី4ចូលពណ៌នាពីនយោបាយអព្យាក្រឹតក្នុងរបបសង្គមរាស្ត្រនិយមនិងសំណួរទី5ចុងក្រោយចូលពណ៌នាពីកត្តាដែលធ្វើឲ្យរបបសាធារណរដ្ឋខ្មែរដួលរលំអត្រាកំណែ1រដ្ឋប្រហារទម្លាក់សម្ដេចនរោត្តមសីហនុកើតឡើងនៅក្នុងឆ្នាំ1570ឬក៏គ្នាយើងអាចបន្ថែមថ្ងៃនិងខែក៏បានដូចគ្នាគឺនៅថ្ងៃទី18មីនាឆ្នាំ1970 2ការទទួលបានឯករាជ្យរបស់កម្ពុជានៅឆ្នាំ1953មានអត្ថន័យចំពោះកម្ពុជាដូចជា1ជាថ្ងៃដែលប្រជាជនកម្ពុជារួចផុតពីការគាបសង្កត់ការបង្ខំឲ្យបង់ពន្ធយ៉ាងធ្ងន់ធ្ងរសពសារពើពីសំណាក់បារាំង2ប្រជាជនមានសិទ្ធិសេរីភាពនិងមានសិទ្ធិក្នុងការសម្រេចជោគវាសនាប្រទេសជាតិដោយខ្លួនឯង3ប្រជាជនកម្ពុជារក្សាបាននូវប្រពៃណីទំនៀមទម្លាប់ជំនឿសាសនានិងជាតិរបស់ខ្លួន4ប្រទេសកម្ពុជារួចផុតពីអាណាព្យាបាលបារាំង5ប្រទេសកម្ពុជាទទួលបានឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដី6កម្ពុជាបានដឹកនាំអភិវឌ្ឍជាតិខ្លួនស្របតាមឆន្ទៈនិងគោលបំណងរបស់ប្រជាជននិងចំណុចចុងក្រោយកម្ពុជាបានចូលស្មើមុខស្មើមាត់លើឆាកអន្តរជាតិ3ពណ៌នាពីមូលហេតុដែលកម្ពុជាសម្រេចចិត្តទទួលយកអាណានិគមនិយមបារាំងចំពោះមូលហេតុដែលកម្ពុជាទទួលយកអាណានិគមនិយមបារាំងគឺផ្ដោតទៅលើកត្តាសំខាន់3ធំៗដែលមាននយោបាយសេដ្ឋកិច្ចនិងសង្គមចំពោះនយោបាយសៀមនិងយួនបានគៀបសង្កត់និងឈ្លានពានកម្ពុជាខ្មែរយកមហាអំណាចអឺរ៉ុបដើម្បីជាបង្អែកការពារប្រទេសពូជសាសន៍ខ្មែរធ្វើឲ្យមានឯកភាពអំណាចរាជបល្ល័ង្កចំពោះសេដ្ឋកិច្ចខ្មែរធ្លាក់ចុះដោយមានការគៀបសង្កត់ពីសំណាក់សៀមនិងយួនបារាំងបើកប្រាក់វិវត្តឲ្យមន្ត្រីរាជការនិងរាជវង្សព្រះមហាក្សត្រខ្ពស់បារាំងជាអ្នកពាណិជ្ជកម្មនៅក្នុងនិងក្រៅប្រទេសព្រមទាំងជាអ្នកកាន់កាប់ពន្ធដារសម្រាប់សង្គមរៀបចំប្រព័ន្ធតុលាការថ្នាក់ឃុំដល់ខេត្តក្រុងរៀបចំប្រព័ន្ធរដ្ឋបាលថ្នាក់មូលដ្ឋានខេត្តក្រុងសង្គមខ្មែរមានស្ថិរភាពនិងមានចំណាយផ្សេងទៀតដែលគ្នាយើងអាចរៀបរាប់បាននៅក្នុងផ្នែកវប្បធម៌អក្សរសាស្ត្រឬក៏ការអប់រំ4ពណ៌នាពីនយោបាយអព្យាក្រឹតនៅក្នុងរបបសង្គមរាស្ត្រនិយមនយោបាយអព្យាក្រឹតគឺជាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសនានានៅលើពិភពលោកដោយនៅកណ្ដាលមិនប្រកាន់មនោគមវិជ្ជាសេរីឬមនោគមវិជ្ជាកុម្មុយនីសមូលហេតុសំខាន់នៃការអនុវត្តនយោបាយអព្យាក្រឹតចំណុចទី1អនុវត្តទៅតាមសេចក្តីសម្រេចនៃសន្តិសិទ្ធិក្រុងហ្សឺណែវឆ្នាំ1954ដែលស្នើដោយចិននិងសូវៀតចំណុចទី2កម្ពុជាចង់រួមរស់ដោយសន្តិសហវិជ្ជមានជាមួយនឹងបណ្ដាប្រទេសនានានៅលើពិភពលោកជាពិសេសជាមួយប្រទេសជិតខាងការពង្រឹងនយោបាយអព្យាក្រឹតនៅថ្ងៃទី18ខែមីនាឆ្នាំ1555ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌាសម្ដេចនរោត្តមសីហនុបានចុះហត្ថលេខាជាមួយនឹងលោកនេរុលើសេចក្តីប្រកាសរួមគឺការរួមរស់ជាមួយគ្នាដោយសុខសន្តិភាពថ្ងៃទី18ដល់ថ្ងៃទី24ខែមេសាឆ្នាំ1555ក្នុងសន្និសីទកំពូលនៃប្រទេសអាស៊ីអាហ្វ្រិកនៅក្រុងបានដុងសម្ដេចនរោត្តមសីហនុបានធ្វើសេចក្តីអះអាងពីកម្មវិធីនយោបាយអព្យាក្រឹតរបស់កម្ពុជានិងការរួមរស់ជាមួយគ្នាដោយសុខសន្តិភាពថ្ងៃទី14ខែធ្នូឆ្នាំ1555ក្នុងពេលដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិតំណាងរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីមាគ៌ាអព្យាក្រឹតភាពនៃកម្ពុជាថ្ងៃទី1ដល់ថ្ងៃទី6ខែកញ្ញាឆ្នាំ1961សម្ដេចនរោត្តមសីហនុបានចុះហត្ថលេខាលើធម្មនុញ្ញនៃចលនាមិនចូលបក្សសម្ព័ន្ធនៅប្រទេសយូហ្គោស្លាវីលទ្ធផលនៃការប្រកាន់នយោបាយអព្យាក្រឹតជំហានដំបូងមានការអភិវឌ្ឍប្រទេសលើគ្រប់វិស័យប្រទេសកម្ពុជាមានសុខសន្តិភាពរយៈពេល15ឆ្នាំកម្ពុជាមានឈ្មោះល្បីសុសសាយក្នុងតំបន់ក្រុមអ្នកប្រឆាំងពុំហ៊ានប៉ះពាល់នឹងទទួលស្គាល់គុណសម្បត្តិនយោបាយអព្យាក្រឹតដំណាក់កាលសង្គ្រាមត្រជាក់ឥទ្ធិពលនៃសង្គ្រាមត្រជាក់មហាអំណាចមនោគមវិជ្ជាទាំងពីរពុំទុកកម្ពុជាក្នុងមាគ៌ាសន្តិភាពមាគ៌ាអព្យាក្រឹតឡើយសហរដ្ឋអាមេរិកថៃវៀតណាមខាងត្បូងវៀតណាមខាងជើងធ្វើសកម្មភាពប្រឆាំងទៅនឹងនយោបាយអព្យាក្រឹតដែលធ្វើឲ្យកម្ពុជាអនុវត្តនយោបាយអព្យាក្រឹតមិនចំទិសដៅ
នឹងនាំកម្ពុជាធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃសង្គ្រាមនិងមានចម្លើយផ្សេងៗទៀត 5. មូលហេតុបណ្ដាលឲ្យរបបសាធារណរដ្ឋខ្មែរដួលរលំប្រជាជននៅក្រុងភ្នំពេញរស់នៅលើដីតូចចង្អៀតដោយរងនៅកង្វះអាហារកង្វះជម្រកបាត់បង់ការងារទំនិញឡើងថ្លៃអតិផរណាអនាធិបតេយ្យចោរកម្មអយុត្តិធម៌ពុករលួយបនលបែងពាលាភាពច្របូកច្របល់បាតកម្មកោតកម្មកុបកម្មពេញទីក្រុងរដ្ឋាភិបាលលន់នល់គ្រប់គ្រងបានតែទីក្រុងនិងទីប្រជុំជនឯជនបទស្រែចម្ការគ្រប់គ្រងដោយបកកុម្មុយនីសកម្ពុជាឬហៅថាខ្មែរក្រហមសេដ្ឋកិច្ចរបបសាធារណរដ្ឋខ្មែរមិនដំណើរការរបបនេះរស់ដោយជំនួយពីសហរដ្ឋអាមេរិកការដឹកជញ្ជូនស្បៀងសព្វាវុធរបស់សហរដ្ឋអាមេរិកដើម្បីជួយរាជរដ្ឋាភិបាលលោកលន់នល់ត្រូវខ្មែរក្រហមកាត់ផ្តាច់ទាំងផ្លូវគោកនិងផ្លូវទឹកខ្មែរក្រហមបានធ្វើការហុំព័ទ្ធទីក្រុងភ្នំពេញនិងរឹតបន្តឹងការនាំស្បៀងចូលការចរចារវាងតំណាងសាធារណរដ្ឋខ្មែរនិងសម្ដេចនរោត្តមសីហនុត្រូវបរាជ័យនៅថ្ងៃទី1មេសាឆ្នាំ1975លោកលន់នល់បានភៀសខ្លួនទៅសហរដ្ឋអាមេរិកថ្ងៃទី17មេសាឆ្នាំ1975កងទ័ពខ្មែរក្រហមចូលមកកាន់កាប់ទីក្រុងភ្នំពេញនេះគឺជាវិញ្ញាសាត្រៀមសម្រាប់បូជាប្រវត្តិវិទ្យាទី1ហើយការប្រឡងបាក់ឌុបក៏កាន់តែគៀកចិត្តមកដល់ហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាជំនួយសម្រាប់គ្នាយើងទោះបីជាយើងមិនបានអានការស្ដាប់ក៏ជាចំណែកមួយដែលជួយឲ្យគ្នាយើងចងចាំបានល្អផងដែរអរគុណជួបគ្នានៅវីដេអូក្រោយជាមួយនឹងវិញ្ញាសាត្រៀមទី2